សួស្តីអូនៗថ្ងៃនេះបងមានរឿងថ្មីមួយទៀតគឺរឿងព្រះនាងនិងសត្វកង្កែបព្រៃតោះចាំបងនិទានឲ្យស្ដាប់កាលពីព្រេងនាយមានស្ដេចមួយអង្គមានព្រះបុត្រាចំនួន11អង្គនិងព្រះបុត្រីមួយអង្គប៉ុន្តែពួកគេត្រូវបានព្រះមេត្តាចង់ចិត្តខ្មៅដែលជាមេធ្មប់ធ្វើបាបដោយបញ្ជូនបុត្រីដែលឈ្មោះអេលីសាចេញពីព្រះរាជវាំងនិងធ្វើឲ្យព្រះបុត្រាទាំងអស់ខ្លាចទៅជាសត្វកង្កែបលុះដល់អាយុ15ឆ្នាំព្រះនាងអេលីសាក៏ត្រឡប់មកកាន់រាជវាំងវិញតែនាងត្រូវព្រះមេត្តាចង់ចិត្តខ្មៅយកទឹកឈើរីមានពណ៌ក្រហមយកមកប៉ាតមុខរហូតដល់ព្រះបិតារបស់នាងចំណាំនាងមិនបានហើយក៏បណ្ដេញនាងចេញពីព្រះរាជវាំងម្ដងទៀតលុះអេលីសាត្រឡប់ពីព្រះរាជវាំងវិញនាងក៏បានជួបនឹងដូនជីចាស់ម្នាក់ដូនចាស់ក៏បានប្រាប់នាងថាបានឃើញហ្វូងសត្វកង្កែបព្រៃពាក់មកុដចំនួន11ក្បាលហាលមកក្បែរម្ដុំព្រៃមួយនេះនៅពេលយប់អេលីសាដែលដើរមកពីមាត់សមុទ្រក៏បានជួបនឹងហ្វូងកង្កែបព្រៃទាំង11ក្បាលនោះហើយបន្ទាបខ្លួនចុះមករកនាងពួកគេបានប្រែក្រឡាទៅជាព្រះរាជបុត្រយ៉ាងសង្ហា11អង្គព្រះរាជបុត្របានរៀបរាប់រឿងរ៉ាវទៅប្រាប់ប្អូនស្រីពៅរបស់ខ្លួនហើយពួកគេក៏អោបគ្នាយំយ៉ាងរំភើបដែលបានជួបជុំគ្នាឡើងវិញព្រះរាជបុត្រទាំង11អង្គប្រាប់ប្អូនស្រីថាពួកគេទាំងអស់គ្នាអាចក្រឡាខ្លួនជាមនុស្សបាននៅតែពេលយប់ប៉ុណ្ណោះថ្ងៃបន្ទាប់មកហ្វូងសត្វកង្កែបទាំង11ក្បាលដែលជាបងប្រុសរបស់ព្រះនាងក៏បានដាក់ប្អូនស្រីនៅក្នុងកន្ត្រកធំមួយរួចហាលនាំយកនាងមកកាន់ព្រះរាជវាំងដ៏ស្រស់ស្អាតមួយកន្លែងដែលគេបោះបង់ចោលនៅយប់មួយអេលីសាក៏បានយល់សប្តិឃើញទេពធីតាមួយអង្គមកប្រាប់នាងថាមានវល្លិម្យ៉ាងដែលដុះនៅលើភ្នំក្នុងភ្នោរព្រះវិហារបើសិនជាយកវល្លិនោះមកចាក់ធ្វើជាអាវក្រោះឲ្យហ្វូងសត្វកង្កែបទាំង11នោះបណ្ដាសារបស់ពួកគេនឹងត្រូវរលាយអស់ហើយអាចក្លាយជាមនុស្សធម្មតាវិញបានប៉ុន្តែនៅក្នុងកំឡុងពេលចាក់នោះនាងហាមនិយាយស្ដីអ្វីទាំងអស់ជាដាច់ខាតក្រោយមកទៀតព្រះនាងអេលីសាដែលនៅក្នុងរាជវាំងដែលគេបោះបង់ចោលក៏បានជួបនឹងព្រះរាជបុត្រមួយអង្គដែលស្ថិតនៅក្នុងនគរផ្សេងពួកគេក៏កើតមានចិត្តស្នេហាចំពោះគ្នាព្រះរាជបុត្រក៏បាននាំព្រះនាងត្រឡប់ទៅរាជវាំងរបស់ខ្លួនហើយកំឡុងពេលព្រះនាងអេលីសាចាក់អាវក្រោះឲ្យបងប្រុសរបស់នាងរួចបាន7ក៏ចៃដន្យអស់វល់ល្មមដូច្នេះនៅពេលយប់អេលីសាក៏តែងតែលួចចេញទៅភ្នោរនៅតាមព្រះវិហារដើម្បីបោចវល្លិមកចាក់បន្តនៅពេលដែលនាងចាក់ដល់អាវក្រោះចុងក្រោយវល្លិក៏អស់ម្ដងទៀតនាងក៏ត្រូវចេញទៅបោចវល្លិម្ដងទៀតធ្វើឲ្យព្រះរាជបុត្រសង្ស័យហើយក៏លួចតាមដានព្រះនាងពេលដែលឃើញព្រះនាងលួចទៅបេះវល្លិនៅភ្នោរព្រះវិហារព្រះរាជបុត្រក៏ចោទព្រះនាងថាជាមេធ្មប់តែដោយព្រះនាងមិនអាចបកស្រាយបានព្រះរាជបុត្រក៏បានដាក់ទោសឲ្យព្រះនាងប្រហារជីវិតដោយបូជាទៅក្នុងភ្លើងថ្ងៃប្រហារជីវិតខិតជិតចូលមកដល់អេលីសាក៏បានចាក់អាវក្រោះចុងក្រោយរួចល្មមនៅពេលនោះហ្វូងកង្កែបទាំង11ក្បាលក៏បានហោះហើរមកក្បែរវត្តបង្អួចនៃគុកនាងក៏បានប្រញាប់ពាក់អាវក្រោះទាំងនោះឲ្យបងរបស់ខ្លួនគ្រាន់តែអាវក្រោះមួយបានដណ្ដប់ទៅលើរូបរាងកាយកង្កែបព្រៃមួយក៏ក្លាយជាមនុស្សវិញភ្លាមយ៉ាងអស្ចារ្យទីបំផុតបណ្ដាសារបស់មាតាចុងចិត្តខ្មៅក៏ត្រូវបានដោះអេលីសារីករាយយ៉ាងខ្លាំងនាងក៏បាននិយាយវិញដែរថានាងប្រញាប់ទៅបកស្រាយរឿងរ៉ាវដែលព្រះរាជបុត្របានយកច្រឡំមកលើរូបនាងនៅពេលដែលព្រះរាជបុត្របានស្ដាប់នៅរឿងរ៉ាវនិងឃើញព្រះអង្គទាំង11ក្លាយជាមនុស្សព្រះរាជបុត្រក៏បានយល់ហើយលើកលែងទោសប្រហារជីវិតលើព្រះនាងចាប់ពីថ្ងៃនោះមកអេលីសានិងបងទាំង11នាក់ក៏បានរស់នៅយ៉ាងមានសេចក្តីសុខជុំគ្នាជារៀងរហូតទៅរឿងក៏បានមកដល់ទីបញ្ចប់រឿងនេះបានឆ្លុះបញ្ចាំងឲ្យឃើញថាបុត្រារបស់ស្ដេចទាំង12អង្គដែលត្រូវបានម្ដាយចុងដៃជាមេធ្មប់ធ្វើបាប
ដោយសារការរួបរวมនិងស្រឡាញ់គ្នាក៏បានដោះបណ្ដាសាររបស់មេធ្មប់នោះបានសម្រេច